បាទជម្រាបសួរថ្ងៃនេះគឺយើងនឹងនិយាយអំពីការបង្កើតសំណួរបាទស្រួលនៅក្នុងភាសាបារាំងអញ្ចឹងសូមតោះនេះពិនិត្យមើលនិងតាមដានជាមួយគ្នាណាបាទជាទូទៅដើម្បីយើងសួរសំណួរគឺងាយស្រួលទេបាទឧទាហរណ៍ថាចង់សួរថាអាកាសធាតុល្អដែរទេយើងអាចសួរថា il fait beau យើងបង្កើតទម្រង់មួយមកថា il fait beau ជា clear ស្រប il បាទប្រធាន fait ហើយបន្តមក beau បាទអញ្ចឹងជា clear ស្របធម្មតាទេប៉ុន្តែនៅពេលដែលយើងលើកដាក់សំឡេងនៅក្នុងភាសានិយាយ il fait beau លើកដាក់សំឡេងតែនៅពេលដែលសរសេរគឺយើងគ្រាន់តែដាក់សញ្ញាសួរគេថា le point d'interrogation អញ្ចឹង il fait beau ប្រែមកថាអាកាសធាតុល្អទេបាទមានន័យអញ្ចឹងណានេះគេហៅថាការបង្កើតសំណួរសាមញ្ញ simplement le ton de la phrase មិនថាបង្កើតគ្នាទៅគ្រាន់តែលើកដាក់សំឡេងទៅបានហើយបាទចំណុចមួយទៀតគឺ avec est-ce que យើងបង្កើតជាមួយនឹង est-ce que ឧទាហរណ៍ថាអូខេ est-ce qu'il fait beau est-ce qu'il fait beau តើអាកាសធាតុហ្នឹងស្អាតដែរទេបាទ est-ce qu'il fait beau និយាយរួមគឺ clear il fait beau គ្រាន់តែយើងដាក់ est-ce que នៅពីមុខដូចភាសាអង់គ្លេសយើងដាក់ do នៅពីមុខចឹងបាទឬក៏ are នៅពីមុខចឹងចំណុចទី3គឺ le sujet se place après le verbe មានថាប្រធាននៅក្រោយកិច្ចសព្ទឬយើងហៅមួយបែបទៀតថា inversion sujet បាទឧទាហរណ៍ថា fait-il beau តែពិត clear យើង il fait beau ប៉ុន្តែយើងដាក់កិច្ចសព្ទទៅ fait នៅខាងមុខបន្ទាប់មកប្រធាន il នៅពីក្រោយហើយ beau បាទជា adjective qualificative ដាក់នៅពីក្រោយមកអញ្ចឹងទៅជាអូខេ fait-il beau បាទក៏ជាសំណួរដែរសូមមកឧទាហរណ៍ខាងក្រោមអូខេclear នីមួយៗយើងអាចចោទជាសំណួរបាន3ប្រភេទទី1ឧទាហរណ៍ថា tu as vu ces films ពី tu as vu ces films est-ce que tu as vu ces films ទី2ទី3 as-tu vu ces films បានដូចគ្នាណាបាទហើយយើងមើលចំណុចមួយទៀតឧទាហរណ៍ថា la fête est finie la fête est finie ចឹងយើងអាចបង្កើតបានមួយទម្រង់ទៀត est-ce que la fête est finie បាទបានដូចគ្នា est-ce que la fête est finie ឬក៏មួយបែបទៀតថា la fête est-elle finie ទម្រង់ខាងក្រោមហ្នឹងណា la fête est-elle finie គឺជាទម្រង់ standard ហើយគឺគេប្រើអញ្ចឹងណាបាទអញ្ចឹងតោះនេះច្បាស់ជាឆ្ងល់ថាអូខេ la fête est-elle belle clear ខាងដើមគេអត់មាន elle ទេយើងដាក់ elle មកធ្វើអីដោយសារយើងដាក់ pronom ទៀតហើយ elle ហ្នឹងគឺជាជំនួសឲ្យ la fête បាទប្រើណាបាទអូខេឧទាហរណ៍ទី3 il a lu ce livre ទៅជា est-ce qu'il a lu ce livre ឬក៏ a-t-il lu ce livre បានដូចគ្នាចឹងសរុបមកក្នុងវីដេអូនេះគឺយើងនិយាយអំពីការបង្កើតសំណួរសាមញ្ញហើយយើងអាចបង្កើតបាន3បាទ3 clear 3សំណួរហើយសិតតែមានន័យដូចគ្នាហើយត្រឹមត្រូវដូចគ្នាទាំងអស់ស្រឡាញ់មួយណាប្រើមួយហ្នឹងជាទូទៅយើងប្រើតែ clear ធម្មតាហើយលើកដាក់សំឡេងឬក៏យើងថែម est-ce que ជាទូទៅពីរហ្នឹងយើងប្រើញឹកញាប់ជាងគេណាអូខេបាទអញ្ចឹងយើងជួបในវីដេអូក្រោយណា